បាទសូមអនុញ្ញាតបន្តកម្មវិធីតទៅទៀតហើយក៏ជាវគ្គចុងក្រោយដែលសម្រាប់ពេលត្រីហ្នឹងខ្ញុំបាទសូមបកគោលវិរៈកិច្ចនេះបន្តទៅកញ្ញាឌីណារឿងទី1នេះនិយាយអំពីរឿងជាងផ្សារដៃឆក់ខ្សែភ្លើងមួយសន្ទុះបានចាប់ផ្ដើមមានប្រតិកម្មដែលគេហៅថាបកាច់ក្រោយមកប៉ុន្តែស្ថានភាពវាមិនប៉ះពាល់ដល់អាយុជីវិតទេណាចាអត់ទេចាហេតុការណ៍នេះបានកាត់ឡើងកាលពីម៉ោង4ល្ងាចថ្ងៃទី26ខែមេសានៅភូមិអូបៃក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខបរិយាដែលឆក់ខ្សែភ្លើងនេះគឺឈ្មោះថាតៅសាទអាយុ32ឆ្នាំជាជាងដែកស្នាក់នៅផ្ទះជួលភូមិ CPC ប្រពន្ធពីយុវជនម្នាក់ឈ្មោះខុនចាស់គុណបារាំងអាយុ24ឆ្នាំជាជាងដែកនឹងបានប្រាប់ថានៅមុនពេលកើតហេតុគេមានគ្នា3នាក់ចំណែកជនរងគ្រោះនឹងបានស៊ីឈ្នួលខាត់ថ្នាំចេញពី logo ស្លាកយីហោចាស់ចាស់នឹងបាញ់ថ្នាំថ្មីឡើងវិញខណៈកំពុងតែថាឈរខាត់ស្រាប់តែជនរងគ្រោះនឹងបានស្រូបចាគឺជនរងគ្រោះស្រូបបានប្រាប់ថាឆក់ខ្សែភ្លើងបណ្ដាលឲ្យឆក់ប៉ុន្តែមិនជាធ្ងន់ធ្ងរទេលុំមួយសន្ទុះក្រោយមកស្រាប់តែប្រកាច់តែម្ដងហើយភ្លាមនោះអ្នកធ្វើការបានដឹកតាមរ៉ឺម៉កដឹកដែកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈប៉ុន្តែពេលដែលរៀបចំដឹកជនរងគ្រោះទៅមន្ទីរពេទ្យនឹងជនរងគ្រោះបានប្រាប់ឲ្យចងគាត់នឹងរ៉ឺម៉កឲ្យជាប់ពីព្រោះគាត់ខ្លាចឲ្យប្រកាច់ធ្លាក់នៅពេលដែលគាត់ទប់ស្មារតីមិនបានហើយចាំពេលទៅដល់មន្ទីរពេទ្យចាំស្រាយគាត់ចេញវិញប្រពន្ធដដែលបន្តថាជនរងគ្រោះទើបតែមកធ្វើការបានតែមួយថ្ងៃក៏ជួបគ្រោះថ្នាក់នេះជាចៃដន្យតែម្ដងបច្ចុប្បន្នកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈមកវិញលេងសិតចងព្រៀកគ្រាកគ្នាចង់ណាកាច់ពេលកំពុងធ្វើដំណើរចង់ស្មើនឹងអ្នកញៀនថ្នាំពេលដែលសារធាតុញៀនវាធ្វើទុកម្ដងហើយឥឡូវចូលរឿងមួយទៀតនៅក្នុងរាជធានីភ្នំពេញយើងគឺខឹងប្រពន្ធផឹក3ថ្ងៃជាប់គ្នាហ្មងរហូតដល់កាំងបេះដូងស្លាប់ណាវាចេះវិញបាទហេតុការណ៍នេះគឺកើតឡើងនៅក្នុងចំការក្នុងភូមិភ្លើងឆេរតេសលេខសង្កាត់ភ្លើងឆេរតេសខណ្ឌពោធិ៍សែនជ័យកាលពីម៉ោង10យប់និង25មេសាហើយនៅពេលដែលប្រជាពលរដ្ឋឃើញក៏បានប្រាប់ក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យហើយក៏បានស្លាប់នៅវេលាម៉ោង11ព្រឹកថ្ងៃទី26ខែមេសាជនរងគ្រោះឈ្មោះចម្រើនសុខខឿនអាយុ33ឆ្នាំជាអ្នកលក់ទឹកអំពៅហើយប្រពន្ធគាត់នឹងឈ្មោះសាន់ចន្ទថាអាយុ43ឆ្នាំជាអ្នកលក់ទឹកអំពៅហើយរស់នៅតាមផ្លូវលំក្រុម8ភូមិភ្លើងឆេរតេសលេខសង្កាត់ភ្លើងឆេរតេសខណ្ឌពោធិ៍សែនជ័យតាមអ្នកភូមិបានឲ្យដឹងថាបរិះដែលស្លាប់នេះគឺគាត់តែងតែផឹកជារឿយហើយជួនកាលនឹងដើរលក់ទឹកអំពៅបដាស្វឹងទុកធុងទឹកអំពៅចោលដេកលក់កដាផ្លូវនឹងក៏មានដែរចាហើយរហូតដល់អ្នកភូមិនឹងហៅគាត់ថាបរិះស្រឡាញ់ស្រា3ថ្ងៃមុនកាត់ហេតុជនរងគ្រោះគាត់ខឹងប្រពន្ធបែរជាចាប់យក10ស្រាមកកាត់សាញរំសាយឲ្យស្ងប់អារម្មណ៍ហើយសុកចិត្តដាច់បាយឲ្យតែបានស្រាចូលពោះរយៈពេល3ថ្ងៃផ្ទុំខ្លួនរហូតដល់ម៉ោង10ថ្ងៃទី25ខែមេសាហ្នឹងស្រាប់តែឃើញជនរងគ្រោះដេកសន្លប់បែកពពុះមាត់នៅដីវាចំការហើយប្រាប់បងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈទីបំផុតហ្នឹងក៏គ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេហើយជនរងគ្រោះក៏បានស្លាប់នៅម៉ោង11ព្រឹកថ្ងៃទី26នេះបើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះហ្នឹងគឺជាមនុស្សដែលស្រឡាញ់ស្រាជាងស្រឡាញ់ប្រពន្ធហើយរឿងរ៉ាវកាត់ឡើងនៅក្នុងគ្រួសារតិចតួចទោះបីជាប្រពន្ធវល់ក៏ដោយក៏នៅតែអត់ស្ដាប់ដែរគឺយកស្រាជាត្រីមុខរហូតចាហើយគាត់យកស្រាហ្នឹងមកដោះស្រាយបញ្ហាផ្លូវចិត្តទៀតផឹករហូតដល់ដាច់បាយចូលតែស្រាថ្នាំទេរហូតទៅដល់កាំងបេះដូងចាដេកសន្លប់បែកពពុះមាត់ដឹកយកទៅពេទ្យហើយក៏នៅតែមិនអាចសង្គ្រោះជីវិតបានដែរហើយជនរងគ្រោះបន្ទាប់ពីស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈដោយសារជំងឺកាំងបេះដូងចាហើយក៏បានក្រុមគ្រួសារនឹងដឹកវិលទៅផ្ទះវិញហើយក៏បានរាយការណ៍ប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យរៀបចំដើម្បីសុំរៀបចំធ្វើបុណ្យទៅតាមប្រពៃណីចាបាទអរគុណណាស់ឥឡូវមិនដឹងធ្វើម៉េចទេគឺថាបើគាត់យកស្រាមកដាក់ពីមុខអញ្ចឹងដើម្បីដោះស្រាយបញ្ហាឬក៏ដើម្បីបំបត្តិនៅការនឹករលឹកអីវិបត្តិផ្សេងអញ្ចឹងគឺថាវានាំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់យើងឥឡូវនេះសូមបញ្ចប់ត្រឹមនោះឲ្យចូលមកមើលខាងខេត្តកណ្ដាលនេះវិញគឺថាចោលឆក់ម្នាក់ត្រូវសមត្ថកិច្ចចាប់បានតែប្រកែកឆក់ពេកចាប់ឲ្យជាប់បាទចាជនសង្ស័យម្នាក់ទៅសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលខត់ខ្លួនពីករណីឆក់ខ្សែកនៅថ្ងៃទី25មេសាឆ្នាំ2016វេលាម៉ោង8:30នាទីស្ថិតនៅភូមិជ្រៃឃុំសន្លងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលលោកម៉ែនសុខឿនអធិការនគរបាលស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះប៊ីសុខនភេទស្រីអាយុ52ឆ្នាំជាកសិកររស់នៅភូមិឃុំកាត់ហេតបានបាត់ខ្សែកមាសមួយខ្សែមានទម្ងន់ 5G ហើយជនសង្ស័យឈ្មោះថាយ៉ុងមេតអាយុ52ឆ្នាំរស់នៅភូមិព្រៃបាំងឃុំស៊ីធរកណ្ដាលស្រុកខ្សាច់កណ្ដាលជាកសិករត្រូវបានខត់ខ្លួនហើយនឹងវត្ថុតាំងយកមកវិញចារួមមានខ្សែកមាស2កំណាត់ទម្ងន់ 2G មួយហ៊ុន3លីនិងកង់មួយគ្រឿងលោកអធិការស្រុកបានឲ្យដឹងថានៅមុនពេលកាត់ហេតុជនសង្ស័យបានធ្វើជាមករកទិញដើមស្ដៅបន្ទាប់មកបានឆក់ខ្សែកហើយក៏រត់គេចខ្លួនប៉ុន្តែនៅពេលដែលជនរងគ្រោះបានស្រែកឆោឡោថាចោលនឹងរាយការណ៍មកសមត្ថកិច្ចទើបស្រាវជ្រាវទៅក៏ខាត់ខ្លួនបានជនសង្ស័យយកមកអធិការនគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការទៅតាមនីតិវិធីចា៎បាទ
ឥឡូវមកមើលករណីខាត់ខ្លួនជនសង្ស័យ2នាក់វិញម្ដងដោយសារតែលាក់ទុកនៅសារធាតុញៀនខុសច្បាប់នៅក្នុងរាជធានីភ្នំពេញបាទចាហេតុការណ៍នេះគឺបានកាលឡើងការពីម៉ោង8យប់ថ្ងៃទី25ខែមេសានៅផ្លូវ2004ភូមិត្រពាំងឈូសង្កាត់ទឹកថ្លាខណ្ឌចាសំទោសង្កាត់ទឹកថ្លាខណ្ឌសែនសុខហើយជនសង្ស័យទី1ឈ្មោះហេងគិរីភេទប្រុសអាយុ19ឆ្នាំគ្មានមុខរបរពិតប្រាកដស្នាក់នៅភូមិត្រពាំងឈូកនិងទី2ឈ្មោះស្ថាសានហាជីហៅម៉េងអាយុ19ឆ្នាំជាជាងដេកស្នាក់នៅភូមិត្រពាំងលវីបើតាមប្រភពពីសមាជិកបានឲ្យដឹងថាមុនខាត់ខ្លួនជនសង្ស័យខាងលើខណៈដែលកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខកំពុងតែល្បាតនៅគោលដៅខាងលើក៏បានឃើញជនសង្ស័យកំពុងតែជិះម៉ូតូមួយគ្រឿង Max Marivo ពណ៌ខ្មៅស៊េរី2008ពាក់ស្លាកលេខភ្នំពេញ 1W9125 ដោយសង្ស័យក៏ហៅឲ្យឈប់ហើយត្រួតពិនិត្យទៅក៏ឃើញថាមានគ្រឿងញៀនប្រភេទក្រាមសថ្លាមួយកូនថងតូចនៅក្នុងហៅប៉ៅខោឈ្មោះហេងគិរីក៏ខាត់ខ្លួនយកមកបោះទឹកថ្លាតែម្ដងនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លាមួយកូនកញ្ចប់ថងមួយកូនកញ្ចប់ខាងលើនេះគឺជារបស់ខ្លួនមែនដោយបានទិញពីបរិសម្នាក់នៅមុខប៉ែតលោកសង្ឃគោបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះបច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានខាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខអាហ្នឹងក៏ស៊ើបអង្កេតឲ្យបានច្បាស់ដែរប៉ុន្តែជាការយកទៅប្រើប្រាស់ឬក៏ការយកទៅដើម្បីចែកចាយបន្តទៀតពីព្រោះមានបទល្មើសខុសគ្នាបើសិនបើយកទៅប្រើប្រាស់អាហ្នឹងក៏វាជាបទល្មើសដែរប៉ុន្តែវាអាស្រ័យទៅលើព្រះរាជអាជ្ញាលោកពិនិត្យលើស្ថានភាពជាក់ស្ដែងថាត្រូវចោទប្រកាន់បទល្មើសដាក់ទណ្ឌកម្មពន្ធនាគារឬគ្រាន់តែនៃអប់រំណែនាំអីដើម្បីឲ្យទៅបន្សាបសារធាតុញៀនបាទប៉ុន្តែបើមួយទៀតគឺយើងទិញយកទៅទុកដើម្បីចែកចាយបន្តទៅទៀតអាហ្នឹងគេហៅថារក្សាទុកសារធាតុញៀនឲ្យខុសច្បាប់ឬក៏អាចរហូតដល់ចែកចាយគ្រឿងញៀនឲ្យខុសច្បាប់បន្តទៀតអានោះគឺបទល្មើសព្រមមិនទាន់ពេញទំហឹងយកបដ ாய் ដែលมันអាចអប់រំកែប្រែបានទេឥឡូវនេះយើងឃ្លាតចេញពីរឿងគ្រឿងញៀននៅភ្នំពេញទៅបាត់ដំបងក៏គ្រឿងញៀនដែរនគរបាលភ្នំព្រឹកឯនោះលោកខាត់ខ្លួនបរិះម្នាក់ក្នុងករណីជួញដូរគ្រឿងញៀនចំនួន72គ្រាប់និង2កញ្ចប់តូចបាទចាលោកវរៈស្នេតូសង្ឃសុភ័ក្រអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថាជនសង្ស័យឈ្មោះរីពុទ្ធាអាយុ24ឆ្នាំរស់នៅភូមិអូឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងត្រូវបានចាប់ខ្លួនកាលពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី26ខែមេសាពាក់ព័ន្ធជាមួយនឹងករណីរក្សាទុកដឹកជញ្ជូនជួញដូរដោយខុសច្បាប់នៅសារធាតុគ្រឿងញៀនក្នុងបទល្មើសជាក់ស្ដែងកម្លាំងបានចូលឃាត់ខ្លួនជនសង្ស័យខាងលើនេះដោយដកហូតបានវត្ថុតាំងគឺថ្នាំញៀនគ្រាប់ពណ៌ប៉ាឈូកសញ្ញា WY ចំនួន72គ្រាប់ម្សៅក្រាមពណ៌សចំនួន2កញ្ចប់តូចជាប់នឹងខ្លួនហើយលោកបន្តថាជនសង្ស័យខាងលើគឺជាមុខសញ្ញាចាស់របស់សមត្ថកិច្ចជាយូរមកហើយក្រោយពីកម្លាំងជំនាញបានតាមដានកំណត់មុខសញ្ញាដែលគ្រូគេតែងតែជួញដូរយ៉ាងសកម្មនៅក្នុងមូលដ្ឋានជនសង្ស័យបានសារភាពថាខ្លួនពិតជាបានជួញដូរគ្រឿងញៀនពិតប្រាកដមែនដែលមិត្តភក្តិខ្លួនបានយកថ្នាំនេះមកឲ្យជួយលក់បានកម្រៃតិចតួចនិងប្រើប្រាស់ខ្លួនឯងផងបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការនគរបាលខេត្តដើម្បីកសាងសំណុំរឿងបន្តទៅតាមនីតិវិធីបាទអានឹងចូលមាត្រា40នៃច្បាប់គ្រឿងញៀនណាដែលអាចប្រឈមមុខនឹងការផ្ដន្ទាទោសពី2ឆ្នាំទៅ5ឆ្នាំហើយអាចពិន័យជាប្រាក់នោះគឺថាមួយចំនួនទៀតប៉ុន្តែទុកជូនទៅខាងសមត្ថកិច្ចជំនាញយកចាត់ចែងទៅតាមការគួរចោះបាទហើយមានព័ត៌មានច្រើនទៀតដែលយើងខ្ញុំជម្រាបជូនអស់លោកអ្នកចូលដល់រឿងមួយទៀតគឺរឿងពាក់ព័ន្ធទៅនឹងបញ្ហាមន្ត្រីជាន់ខ្ពស់របស់កម្ពុជាលោកស្នើឲ្យភាគីចិនបង្កើតជើងហោះហើរត្រង់ពីខេត្តគុនជៅមកកាន់កម្ពុជាចា៎នៅក្នុងជំនួបទ្វេភាគីជាមួយនឹងឯកឧត្តមចិនមីន័រលេខាបកកុម្មុយនីសចិននៃខេត្តគុនជើចាគុនជើនៅទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុកអានបានថ្លែងថាការបង្កើតជើងយន្តហោះហើរត្រង់មកកម្ពុជានេះនឹងធ្វើឲ្យទេសចរចិនមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតខណៈឆ្នាំកន្លងទៅចំនួនទេសចរចិនមានប្រមាណតែជាង70,000អ្នកប៉ុណ្ណោះនៅក្នុងមួយឆ្នាំបន្ថែមលើជើងហោះហើរភាគីកម្ពុជាបានស្នើឲ្យភាគីចិនជំរុញដល់អ្នកវិនិយោគរបស់ខ្លួនឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាឲ្យបានកាន់តែច្រើនពីព្រោះកម្ពុជាមានសុខសន្តិភាពមានស្ថិរភាពនយោបាយសុវត្ថិភាពទាំងការងារនិងការរស់នៅជាការឆ្លើយតបឯកឧត្តមឈិនមីន័របានប្រាប់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃទាំងផ្នែកការទូតអប់រំទេសចរកសិកម្មនិងវិស័យជាច្រើនទៀតនាពេលកន្លងមកលោកថាលោកនឹងសិក្សាអំពីការពង្រីកជើងយន្តហោះហើរជើងហោះហើរនេះជាមួយនឹងអាជ្ញាធរចិនឲ្យបានគ្រប់ជ្រុងជ្រោយសិនមុននឹងសម្រេចថាយ៉ាងណានោះក្នុងដំណើរបំពេញទស្សនកិច្ចនេះឯកឧត្តមក្រុងចុះហត្ថលេ
ខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាបដែលជាខេត្តមានសក្តានុពលផ្នែកទេសចរបច្ចុប្បន្ននេះទេសចរចិនមកលេងកម្ពុជាឈរលំដាប់ទី2ខណៈដែលទេសចរវៀតណាមឈរលេខ1និងកូរ៉េឈរនៅលំដាប់លេខ3ចា៎បើនិយាយពីចិនប្រទេសចិនវិញទទួលបានគេហៅថាភ្ញៀវទេសចរកម្រិតដូចជាលេខ5នៅក្នុងលំដាប់ពិភពលោកដែលមានទេសចរច្រើនជាងគេបាទអាហ្នឹងគឺថាទុកជូនខាងនងចាត់ចែងចុះឥឡូវនេះខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនអំពីបញ្ហាទឹកខ្លះវិញម្ដងខ្ញុំគ្រាន់សង្ខេបឡើងវិញដោយសារតែប្រធានបទនេះគឺជាប្រធានបទក្តៅគឺប្រមុខរដ្ឋាភិបាលកម្ពុជាលោកបានដាក់ផែនការនយោបាយទឹកដើម្បីសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងតែខ្វះទឹកនៅតាមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជាបើទោះបីជាពេលនេះកម្ពុជាមិនទាន់មានអ្នកដែលរងគ្រោះឬក៏អ្នកដែលបាត់បង់អាយុជីវិតដោយសារតែខ្វះទឹកនៅឡើយក្តីហើយសម្ដេចលោកបានដាក់ផែនការឲ្យអាជ្ញាធរចុះប្រតិបត្តិការទាំងអស់ណាគ្រប់ផ្នែកតែមកអាជ្ញាធររដ្ឋបាលអាជ្ញាធរជាកម្លាំងសមត្ថកិច្ចបាទហើយសំបីតែក្នុងនាមគណៈបកប្រជាជនក៏ដោយក៏ត្រូវតែចុះទៅអន្តរាគមន៍រឿងទឹកនេះជូនបងប្អូនប្រជាពលរដ្ឋដែរតែនេះរូបនៅតាណាសហការីដឹងច្បាស់ហើយបាទកាលនេះគឺប្រសេនុបាទប្រសេនុយើងសង្កេតឃើញថាមានទាំងផ្នែកស៊ីវិលនិងកម្លាំងសមត្ថកិច្ចផងកម្លាំងសមត្ថកិច្ចគឺសង្កេតឃើញភាគច្រើនមានខាងស្នងការដ្ឋាននគរបាលខេត្តប្រសេនុដែលដឹកនាំដោយឧត្តមសេនីយ៍ទូជួននរិនបាទលោកតែងតែចុះចែកទឹកជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ដែលខ្វះទឹកនៅពេលដែលលោកទទួលបានព័ត៌មានឬក៏លោកឲ្យសហការីរបស់លោកនៅតាមមូលដ្ឋានហ្នឹងគឺថាក្តាប់ឲ្យបានព័ត៌មាននេះបាទហើយយកឡានទឹកគឺបូមទឹកស្អាតទៅចែកជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានកន្លែងខ្លះគឺជូនភ្ជាប់ដោយនំប៉័ងទៀតជូននំប៉័ងម្នាក់មួយទៀតបាទហើយមើលនេះដូចជាថ្ងៃមិញនេះដែរគឺថាខាងស្នងការដ្ឋាននគរបាលខេត្តបរសេនុហ្នឹងគឺបានដឹកទឹក6ឡានទៅម្ដុំរំដួលជើងភ្នំមានរំដួលជើងភ្នំទេបរសេនុបាទរំដួលជើងភ្នំនៅក្នុងភូមិ3បាទសង្កាត់លេខ1អាហ្នឹងដូចជាម្ដុំលុបលោកស្អីគេនោះបាទហើយនៅក្នុងក្រុងកំពង់សោមហ្នឹងតែហ្មងដែលខ្វះទឹកបាទខ្វះទឹកអញ្ចឹងគេប្រហែលជាតំបន់ហ្នឹងប្រហែលជាជិត100គ្រួសារលោកបានឲ្យស្នងការរងដឹកទឹក6ឡានទៅចែកជូនបងប្អូនប្រជាពលរដ្ឋហើយបងប្អូនប្រជាពលរដ្ឋលោកទទួលបានទឹកនេះដោយសារអញ្ចឹងដោយសារតែលោកចូលទៅពេកបានពេកឡាច់ពេកឡាច់របស់លោកឧត្តមសេនីយ៍ទូជួននរិនហ្នឹងក៏បានសរសេរថាគ្រប់ជូនលោកពូអើយនៅភូមិខ្ញុំរំដួលជើងភ្នំភូមិ3ហ្នឹងឥឡូវនេះរីងស្ងួតអស់លេងហើយបាទពេលខ្លះទឹកសពអត់ចេញទៀតអាដងយូងរីងខ្ទេចដងយូងហ្នឹងចឹងគេសូមពូមេត្តាជួយផងព្រោះឃើញកន្លែងផ្សេងពូចែកជាហូរជាហាយបាទហើយចែកនឹងប៉ាងទៀតដល់ពេលទទួលបានព័ត៌មានហ្នឹងក៏លោកបានចាត់ចែង6ឡានជូនបងប្អូនប្រជាពលរដ្ឋដែលមានជិត100គ្រួសារហ្នឹងហើយកន្លែងផ្សេងនៅទីទៀតក៏មានដែរសកម្មភាពរបស់ខេត្តយើងដូចជានៅបន្ទាយមានជ័យនៅឧត្តរមានជ័យគឺសម្ដេចតេជព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនលោកបានចាត់ឲ្យមន្ត្រីចុះទៅមានអាដាមអីគេអាដាមខាងគ្រប់គ្រងគ្រោះមហន្តរាយនេះអាដាមញឹមបណ្ដារនឹកគាត់មិនឃើញអត់ដែលសូវនិយាយគាត់ហើយនឹងអាដាមសេនីយ៍គុណគីមលោកចុះទៅដឹកនាំជីកស្រះចំនួន10បាទជីកស្រះចំនួន10ហ្នឹងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យដើម្បីបានទឹកប្រើប្រាស់ហើយពីមុននេះបន្តិចគឺខ្ញុំបានជម្រាបជូនថាទៅសម្ពោធដងទឹកបាទដងទឹកស្នោបឲ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់បានអាហ្នឹងគឺជាយុទ្ធនាការគេហៅថាទឹកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលហ្នឹងហើយយើងមិនដឹងទេម៉េចប៉ុន្តែក្នុងពេលហ្នឹងគឺថាយើងមិនសមចៃខ្លះផងទៅបងប្អូនប្រជាពលរដ្ឋណាបាទហើយរឿងមួយទៀតនោះមែនតើទៅសមត្ថកិច្ចលោកថាបងប្អូនមានឧបករណ៍មានសម្ភារៈប៉ុណ្ណាណាមកយកទឹកនឹងបានប៉ុណ្ណាគឺប៉ុណ្ណឹងទៅប៉ុន្តែពេលខ្លះវាប៉ះគ្នានោះអត់អាសម្ភារៈអញ្ទៀតអត់មានបិដងឬអត់មានធុងអីទៅទៀតមានតែសែងពីងមកបាទប៉ុន្តែសម្ដេចយល់រដ្ឋមន្ត្រីថាបើសិនប្រជាពលរដ្ឋអត់មានពីងទេទិញពីងជូនអាហ្នឹងគេហៅថានយោបាយពីងមួយទៀតដាក់នយោបាយពីងមួយទៀតព្រោះពួកខ្ញុំមិនធ្លាប់ជូនពីងនៅព្រៃវែងមួយចំនួនណានយោបាយពីងហ្នឹងបើអត់ពីងអត់បដងអត់ធុងទិញឲ្យទៀតបដ ாய் អាហ្នឹងកាន់នៅល្អប្រសើរទៅមកយើងជួយប្រជាពលរដ្ឋយើងនៅក្នុងរដូវកាលមានអាសន្នអញ្ចឹងយើងថាមានអាសន្នទៅចុះប៉ុន្តែមិនមែនសង្គ្រាមទេអានេះគេហៅសង្គ្រាមទឹកមិនមែនសង្គ្រាមជើងគោកទេបាទអរគុណណាស់អញ្ចឹងគឺថារាជរដ្ឋាភិបាលលោកកំពុងចាត់ចែងទៅតាម
ភារកិច្ចរបស់លោកហើយទៅតាមផ្នែកទៅតាមផែនហើយអញ្ចឹងបងប្អូនប្រជាពលរដ្ឋនៅតំបន់ដែលខ្វះទឹកគឺជួយសហការនៅក្នុងការផ្ដល់ព័ត៌មានចុះឲ្យភូមិឲ្យមេឃុំឬក៏មេប៉ុស្តិ៍អីផ្ដល់ព័ត៌មានតាមបណ្ដោយមកណាបាទអរគុណឥឡូវសូមអញ្ញាតប៉ុណ្ណឹងកញ្ញាមានអីថែមថយចុងក្រោយទេបាទចាអត់មានទេដោយសារឥឡូវនេះដោយសារយើងដល់ពេលបញ្ចប់មកបញ្ចប់វិញចាហូរនិយាយចាញ់ចង់ទៅសម្រាប់វិញអត់ចង់ទៅផ្ទះខ្ញុំមើលចេះតែរឿងទឹកហ្នឹងវាទៅណាបាទអត់អីយើងនៅសល់ដូចជារឿងមួយដែរទេមិនអីជាបញ្ហាទេណាបាទរឿងទឹកនេះវាជាប្រធានបទសំខាន់ដែរអញ្ចឹងយើងបំផុសឲ្យសមត្ថកិច្ចឬក៏អាជ្ញាធរមូលដ្ឋានគឺថាអនុវត្តតាមអនុសាសន៍របស់ប្រមូលរដ្ឋាភិបាលកម្ពុជាហើយក្នុងនោះដែរក៏បំផុសឲ្យបងប្អូនប្រជាពលរដ្ឋគឺថាមេត្តាជួយផ្ដល់តំណែងឲ្យបានទាន់ពេលទាន់វេលាមកគឺថាក្នុងការអន្តរាគមន៍វាបានលឿនដែរបាទអរគុណដោយសារពេលវេលាដល់ទីបញ្ចប់ទៅហើយយើងខ្ញុំទាំងពីរនាក់រួមនឹងក្រុមការងារគឺសូមគោរពលាអស់លោកអ្នកត្រឹមប៉ុណ្ណឹងថ្ងៃស្អែកយើងខ្ញុំនឹងជួបបន្តទៀតចាប់ពីម៉ោង 7 យប់តទៅបាទសូមអរគុណសូមគោរពលា